ខ្ញុំជីទូកនេះជីចង់ជីបង្ហាញប្រាប់ថាពីមុនយើងដើរលើបលាយបានឥឡូវយើងខ្លាយទៅជាតំបន់យើងជីទូកបានអញ្ចឹងបានថាយើងចូលរួមទាំងអស់គ្នាមានសម្រាប់មួយកូនសិស្សអញ្ចឹងបានន័យថាកូនសិស្សនៅសាលាចំពោះវ័នលោកបានចូលរួមខ្លាំងថ្ងៃនេះថ្ងៃទី12ខែ2 2026ក្រុមការងារខ្ញុំស្ដារលូបលាយនេះមកយកឈរជើងនេះថ្ងៃទី10ទី11ហើយអញ្ចឹងមកបែកខាងក្រោយនេះខ្ញុំធ្វើហើយខ្ញុំចាប់អារម្មណ៍មាន2 3ចំណុចចាប់អារម្មណ៍ទី1ក្រោយពីអាដាមអាបារីទ្រីភ្នំពេញអាដាមខួងសេងលោកជួយឧបត្ថម្ភព្រេងជួយអីមកយើងចាប់ដើមកន្លែងនេះសិតតែកន្លែងដើរយើងកាយបានតែមកហៀងខាងនេះវាដៃរឿងខ្លីហើយពិបាកទុកដាក់អញ្ចឹងទៅវាអត់បានធំទលាយអញ្ចឹងយើងយកប្របែកឯកតកម្មគឺយកដីទាំងអស់យើងបោះទៅខាងនេះបោះទៅខាងលើឥឡូវខាងនេះគេធ្វើដាក់សឡងមកកាយទៅធ្វើជើងស្អាតអាហ្នឹងបញ្ហាទី1ឃើញចរន្តទឹកចាប់ដើមស្រកមានទឹកចរន្តទឹកឲ្យថ្លាទឹកនេះវាទៅជាថ្លាវិញអាហ្នឹងទី1ទី2ខ្ញុំចាប់អារម្មណ៍រឿងបញ្ហាសម្រាមនៅក្នុងនេះក្រោយពីយើងកាយរួចអស់ទៅអត់មានសម្រាមអត់មានហ្មងតើសើកន្លែងហ្នឹងសើមួយកូនសិស្សសើអត់មានសម្រាមអាកន្លែងនេះបានអីថាម៉េចបានន័យថាកូនសិស្សជិត10000នាក់តាំងថ្នាក់តូចតាំងថ្នាក់ធំតាំងថ្នាក់ប្រឡងតាំងថ្នាក់ឌីប្លូមតាំងថ្នាក់អីទាំងអស់ឃើញលោកចូលរួមកូនបងប្អូនសិស្សសានុសិស្សចេញមកឥឡូវគេចូលរៀនអស់ហើយដល់ចេញលេងមកប្រងព្រាតទៀតឡូវឃើញអត់មានសម្រាមអានឹងបានស្ដីថាកូនសិស្សបងប្អូនទាំងអស់លោកបានចូលរួមពីរឿងបរិស្ថានរឿងអីហ្នឹងគាត់ចូលរួមហើយយល់ដឹងអានេះសំខាន់ណាសំខាន់កន្លែងហ្នឹងសំខាន់នៃការចូលរួមពេលដែលយើងធ្វើរួចហើយបានធ្វើរីរួចអស់ហើយឃើញអត់មានសម្រាមអត់ឃើញអីទី3ខ្ញុំចូលមកក្នុងរយៈពេល10ថ្ងៃនេះក៏ឃើញថាបងប្អូនសិស្សសានុសិស្សគឺខំរៀនឃើញពេលចេញលេងពេលអីហ្នឹងឃើញគាត់រៀនគេថាពេលចេញលេងមកឃើញធ្វើលំហាត់ធ្វើអីនៅលើតុកន្លែងកាហ្វេកន្លែងកង់ទីនកន្លែងអីឃើញគាត់ឃើញធ្វើលំហាត់ហើយឃើញសប្បាយនេះស្អីស្រឡាញ់ជាមួយគ្នាឃើញលក្ខណៈកន្លែងហ្នឹងឃើញកូនសិស្សយើងខំរៀនឃើញបងប្អូនប្រុសរឿងសក់វែងតិចបើសិនណាបងប្អូនហ្នឹងលោកបានកាត់សក់ឲ្យស្អាតទៅកុំឲ្យធ្វើអាវែងនេះអាហ្នឹងស្អាតឃើញកូនសិស្សឃើញលក្ខណៈពិសេសដើរអីឃើញចេះសួរចេះនាំពិសេសសួរគណិតវិទ្យាឃើញអីចឹងទៅខ្ញុំចេះតែប្រាប់អត់ចេះយល់ដឹងខ្លួនឯងតិចតួចសូមអភ័យដែរលោកគ្រូអ្នកគ្រូគ្មានអីទេគ្រាន់តែថាជាបទពិសោធន៍ធ្លាប់រៀនសូត្រធ្លាប់អីចឹងមកបានរៀនសូត្របានអីលោកគ្រូដែលជាសាស្ត្រាចារ្យចាស់ពីរៀនខ្ញុំហ្នឹងក៏ចេះមានបទពិសោធន៍ចេះចងចាំខ្លះអីខ្លះហ្នឹងតែរហូតដល់មកឥឡូវហ្នឹងសូមអភ័យទោសដែរអញ្ចឹងយើងឃើញការចាប់អារម្មណ៍ក្នុងរយៈពេល10ថ្ងៃហ្នឹងប៉ុណ្ណឹងហើយជាមួយគ្នានេះដែរដើម្បីតបស្នងសងគុណទៅដល់សាលាខ្ញុំអត់មានអីទេមានរៀបដៃ10ដែលលោកគ្រូទួទៅថាលោកគ្រូមិនបានបរៀនខ្ញុំតាំងពីថ្នាក់តូចដល់ថ្នាក់ធំចប់មហាវិទ្យាល័យអីបរិញ្ញាបត្របាត់ជាន់ខ្ពស់អីក៏ដោយឲ្យទៅថាលោកគ្រូយើងត្រូវលើកស្ទួយទាំងអស់គ្នាបងប្អូនទាំងអស់គ្នាត្រូវលើកស្ទួយពីលើលោកគ្រូអ្នកគ្រូយើងដែលជាអាណាព្យាបាលទី2ហើយខ្ញុំមានតែចុងក្រោយនេះជួសមុខឲ្យប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យជួសមុខឲ្យលោកគ្រូអ្នកគ្រូសូមថ្លែងអំណរគុណទៅដល់អាដាមខួងសេងអាបារីទីភ្នំពេញលោកតែងតែផ្ដល់ព្រេងហើយផ្ដល់គំនិតល្អសម្រាប់ឲ្យខ្ញុំស្ដារដើម្បីឲ្យខ្ញុំខ្លាយជាប្រជាមន្ត្រីមួយសម្រាប់បម្រើប្រជាពលរដ្ឋយើងឲ្យបានល្អតទៅមុខទៀតហើយសង្ឃឹមថាខ្ញុំចេញពីនេះទៅចោមចៅ2អញ្ចឹងមុនទៅចោមចៅ2ខ្ញុំនឹងសូមថ្លែងអំណរគុណទៅដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យតែងតែផ្ដល់គំនិតល្អសម្រាប់ជួយយើងខ្ញុំបន្តធ្វើការងារនេះទាំងកម្លាំងចិត្តអវិការដើម្បីជួយឲ្យយើងខ្ញុំនេះមានកម្លាំងដើម្បីស្ដារបលាយនេះឲ្យបានល្អហើយខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនហើយក៏សូមឲ្យប្រជាពលរដ្ឋរបស់យើងឲ្យជួបប្រទេសតែនឹងសំណាងល្អពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកបីគ្លៀងគ្លាតឡើយសូមពរជ័យមួយទៀតឲ្យមានសុភមង្គលក្នុងគ្រួសារបាទសូមអរគុណអញ្ចឹងបានឃើញបលាយនេះឃើញធំស្អាតសប្បាយចិត្តបន្តិចទៀតពេលដែលខ្ញុំបើកទឹកពីលើមកវាកម្លាំងខ្លាំងមកវាហូរទៅហើយយើងបើកនៅខាងមុខមួយទៀតអាកន្លែងផែអូឡែវាដីកកកន្លែងនោះឲ្យខ្លាំងតិចទៅអូយទឹកប៉ុណ្ណេះដឹងតែមកលេងភ័យតែមកប៉ុណ្ណេះហើយតកាយបានប៉ុណ្ណេះហើយលេងព្រួយបារម្ភបុកយកហ្មងវឹងហ្មងបើកតាខាងក្រោយមួយទៀតទៅកន្លែងនេះធ្លាប់តែដើរអត់រួចដើរធ្លាប់តែដើរកាត់ទៅកាត់មកឥឡូវវាមានបានដាក់សឡងដាក់អីបាន
chỉ nên mẹ muối con sơ chẳng ban đây tha con sơ nơi xà la cho pu vón lục bàn trong room khăng á ôn đi sắt chẳng sống oi pư là bọc ôn đi sắt nơi xà la cho pu vón tăng khna tôi tăng khna thông tăng plong bạn đốt tăng plong đi plom tăng khné châu room tọ khné ôn đây con sơ và hai mà mơn nè chết mà mơn nè đi nó chui tọ khné chẳng hạn cứ miên sầm em y miên sầm em bỏ im một mà đi hết khi tao hơi khang con tin con ấy luộc châu ruộng này lấy châu ruộng này tao khné chẳng